ក្រោមពន្លឺចង្កៀងគោមខ្សោយផ្ទះតូចខ្ទមមួយដែលសង់អំពីឫស្សីនិងដំបូលស្លឹកប្រក់បានលេចរូបរាងយ៉ាងកំសត់នៅចុងភូមិក្នុងផ្ទះនោះលោកតាម៉ៅអាយុ60ឆ្នាំនិងចៅស្រីនីតាអាយុ7ឆ្នាំកំពុងអង្គុយហូបបាយយ៉ាងស្ងៀមស្ងាត់ម្ហូបនៅលើតុថ្ងៃនេះនៅតែជាបាយកកនិងត្រីងៀតដដែលដូចជាសពមួយដងអញ្ចឹងនីតាជាក្មេងស្រីស្លូតបូតនិងឆ្លាតវៃភ្នែកខ្មៅស្រិលរបស់នាងតែងតែបញ្ចេញនូវភាពចង់ដឹងចង់ឃើញអំពីពិភពលោកជុំវិញខ្លួននាងគ្មានឪពុកម្ដាយទេតាំងពីនាងនៅតូចម្ល៉េះលោកតាម៉ៅគឺជាសាច់ញាតិដ៏ជិតស្និទ្ធតែម្នាក់គត់ដែលនាងមានបើទោះបីជាជីវភាពខ្វះខាតយ៉ាងណាក្ដីលោកតាម៉ៅនៅតែព្យាយាមផ្គត់ផ្គង់និងផ្ដល់ក្ដីស្រឡាញ់ដល់ចៅស្រីមួយនេះអស់ពីបេះដូងលោកតាថ្ងៃស្អែកមានគេលក់នំបញ្ចុកនៅផ្សារខាងមុខភូមិនីតានិយាយបំបែកភាពស្ងៀមស្ងាត់ខណៈពេលកំពុងដួសបាយចូលមាត់បន្តិចម្ដងលោកតាម៉ៅងើបមុខឡើងសម្លឹងមើលចៅស្រីស្នាមជ្រួញនៅលើមុខរបស់គាត់កាន់តែច្បាស់នៅក្រោមពន្លឺភ្លើងតិចចាស់ចៅនំបញ្ចុកឆ្ងាញ់ណាស់តែសំឡេងរបស់គាត់រៀងរលីងរលោងបន្តិចហើយគាត់ដឹងច្បាស់ថានៅក្នុងហោប៉ៅរបស់គាត់គ្មានសូម្បីតែមួយរៀលនីតាយល់ពីទឹកមុខដ៏ក្រៀមក្រំរបស់ជីតានាងដាក់ស្លាបព្រាចុះហើយនិយាយសំឡេងដ៏ទន់ភ្លន់ថាមិនអីទេលោកតានីតាញ៉ាំបាយជាមួយត្រីងៀតក៏ឆ្ងាញ់ដែរពាក្យសម្ដីដ៏កំសត់របស់ចៅបានចាក់ដោតបេះដូងលោកតាម៉ៅយ៉ាងខ្លាំងគាត់មានអារម្មណ៍ថាខ្លួនឯងជាជីតាដែលគ្មានសមត្ថភាពគ្រប់គ្រាន់ក្នុងការផ្ដល់អ្វីដែលល្អប្រសើរដល់ចៅស្រីជាទីស្រឡាញ់នោះទេគាត់នឹកដល់ប្រពន្ធដែលបានចែកឋានទៅហើយគាត់នឹកដល់កូនប្រុសស្រីដែលបានបាត់បង់ជីវិតនៅក្នុងគ្រោះថ្នាក់ចរាចរណ៍កាលពីប្រមាណឆ្នាំមុនទុក្ខសោកនិងភាពក្រីក្របានចាក់ស្រោបជីវិតរបស់លោកតាស្ទើរតែទាំងស្រុងប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយលោកតាម៉ៅមិនដែលបោះបង់ចោលឡើយគាត់នៅតែបន្តប្រឹងប្រែងធ្វើការងារជាកម្មករសំណង់បន្តិចបន្តួចដើម្បីបានប្រាក់កាក់ខ្លះមកចិញ្ចឹមចៅស្រីរបស់គាត់តែងតែប្រាប់នីតាថាទោះយើងក្រយ៉ាងណាក៏យើងមិនត្រូវបាត់បង់ក្តីសង្ឃឹមដែរចៅបេះដូងយើងមិនក្រទេបើយើងមានសេចក្តីស្រឡាញ់និងក្តីមេត្តាយប់នោះនីតាគេងលក់យ៉ាងស្កប់ស្កល់នៅក្នុងរោងដ៏តូចចង្អៀតចំណែកឯលោកតាម៉ៅវិញគាត់អង្គុយនៅពីមុខផ្ទះក្រោមពន្លឺព្រះច័ន្ទដ៏ត្រជាក់គំនិតជាច្រើនដែលបានផុសឡើងនៅក្នុងខួរក្បាលរបស់គាត់ចង់ឲ្យនីតាបានរៀនសូត្រឲ្យបានខ្ពង់ខ្ពស់មានជីវភាពល្អប្រសើរជាងគាត់មិនចង់ឲ្យចៅស្រីរបស់គាត់នឹងរងទុក្ខវេទនាជាមួយគាត់ឡើយលៀមនោះភ្នែករបស់គាត់បានក្រឡេកមើលទៅឃើញកញ្ចប់ចាស់មួយដែលដាក់ទុកនៅជ្រុងផ្ទះនៅក្នុងកញ្ចប់នោះមានខ្សែក្រវ៉ាត់ស្បែកចាស់មួយដែលជាវត្ថុអនុស្សាវរីយ៍ចុងក្រោយដែលប្រពន្ធរបស់គាត់បានទុកឲ្យខ្សែក្រវ៉ាត់នោះលែងមានតម្លៃទៀតហើយតែសម្រាប់គាត់វាគឺជារបស់ដែលមានតម្លៃបំផុតនៅក្នុងជីវិតរបស់គាត់ព្រឹកឡើងលោកតាម៉ៅស្លៀកសម្លៀកបំពាក់យ៉ាងស្អាតបាតគាត់បានយកខ្សែក្រវ៉ាត់ស្បែកចាស់នោះយកទៅកាន់ផ្សារគាត់ដើរសួរឈ្មួញកណ្ដាលជាច្រើនអ្នកប៉ុន្តែគ្មាននរណាម្នាក់ចង់ទិញខ្សែក្រវ៉ាត់ដែលចាស់ទ្រុឌទ្រោមនោះទេបេះដូងរបស់គាត់ចាប់ផ្ដើមធ្លាក់ចុះគាត់ស្ទើរតែបោះបង់ក្តីសម័យក្តីសង្ឃឹមទៅហើយនៅពេលដែលគាត់ហៀបនឹងត្រឡប់ទៅផ្ទះវិញគាត់បានឃើញហាងលក់វត្ថុបុរាណមួយដោយអស់សង្ឃឹមគាត់ក៏សម្រេចចិត្តសាកល្បងចូលទៅក្នុងហាងនោះបុរសចំណាស់ម្នាក់ពាក់វ៉ែនតាបានពិនិត្យមើលខ្សែក្រវ៉ាត់របស់គាត់យ៉ាងយកចិត្តទុកដាក់ខ្សែក្រវ៉ាត់នោះចាស់ហើយបុរសនោះនិយាយដោយសំឡេង ប៉ុន្តែស្បែករបស់វានៅតែល្អហើយការច្នៃប្រឌិតរបស់វាក៏ប្លែកដែរខ្ញុំអាចឲ្យ$20លោកតាម៉ៅស្ទើរតែមិនជឿត្រចៀករបស់គាត់$20គឺជាចំនួនប្រាក់ដ៏ច្រើនសម្រាប់គាត់យល់ព្រមលក់ខ្សែក្រវ៉ាត់នោះភ្លាមដោយមិនស្ទាក់ស្ទើរល្ងាចនោះនីតាបានត្រឡប់មកពីសាលារៀនវិញ
នាងបានឃើញនំបញ្ចុកមួយចានធំនៅលើតុភ្នែករបស់នាងបើកធំធំដោយក្តីភ្ញាក់ផ្អើលលោកតានេះនំបញ្ចុកមែនទេនាងសួរដោយទឹកមុខរីករាយលោកតាម៉ៅញញឹមទាំងទឹកភ្នែកចាស់ចៅញ៉ាំឲ្យឆ្ងាញ់ណានីតាបានរត់ទៅអោបលោកតាយ៉ាងណែនអរគុណលោកតាលោកតាជាជីតាដ៏ល្អបំផុតនៅលើលោកនេះលោកតាម៉ៅបានអង្គុយមើលចៅស្រីញ៉ាំនំបញ្ចុកដោយក្តីសោមនស្សគាត់ដឹងថាគាត់បានលក់វត្ថុដ៏មានតម្លៃមួយនៅក្នុងជីវិតរបស់គាត់ប៉ុន្តែការដែលបានឃើញស្នាមញញឹមនិងសុភមង្គលរបស់ចៅស្រីគឺមានតម្លៃលើអ្វីៗទាំងអស់ប៉ុន្មានឆ្នាំក្រោយមកនីតាបានធំឡើងគឺជាក្មេងស្រីដ៏ស្រស់ស្អាតនិងមានចំណេះដឹងខ្ពង់ខ្ពស់នាងបានខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានអាហារូបករណ៍ទៅបន្តការសិក្សានៅទីក្រុងភ្នំពេញរាល់ល្ងាចជាពិសេសពេលទំនេរនាងតែងតែត្រឡប់មកសួរសុខទុក្ខលោកតាម៉ៅនៅផ្ទះខ្ទមចាស់នោះថ្ងៃមួយនីតាបាននាំយកកាដូពិសេសមួយជូនលោកតានោះគឺជាខ្សែក្រវ៉ាត់ស្បែកមួយដែលមានរូបរាងស្រដៀងទៅនឹងខ្សែក្រវ៉ាត់ចាស់ដែលលោកតាធ្លាប់បានលក់កាលពីមុនលោកតានីតាបានទិញខ្សែក្រវ៉ាត់នេះជូនលោកតានីតានិយាយដោយស្នាមញញឹមដ៏ស្រស់ស្រាយលោកតាម៉ៅបានទទួលយកខ្សែក្រវ៉ាត់នោះដោយដៃញ័រញ័រទឹកភ្នែករបស់គាត់ហូរចុះមកថ្ពាល់គាត់ដឹងថាខ្សែក្រវ៉ាត់នេះមិនត្រឹមតែជាវត្ថុប្រើប្រាស់ប៉ុណ្ណោះទេប៉ុន្តែវាគឺជាតំណាងឲ្យសេចក្តីស្រឡាញ់និងការដឹងគុណនិងគឺជាការតបស្នងរបស់ចៅស្រីរបស់គាត់បានពាក់ខ្សែក្រវ៉ាត់នោះយ៉ាងថ្នមថ្នមហើយនិយាយដោយសំឡេងរលីងរលោងថាអរគុណចៅស្រីបេះដូងលោកតាពិតជាមានសំណាងណាស់ដែលមានចៅស្រីល្អដូចជាចៅក្រោមពន្លឺថ្ងៃចាំងចែងផ្ទះតូចខ្ទមនៅចុងភូមិនៅតែឈរយ៉ាងរឹងមាំនៅក្នុងផ្ទះនោះសេចក្តីស្រឡាញ់និងភាពកក់ក្ដៅបានចាក់ឫសយ៉ាងជ្រៅមិនថាជីវភាពខាងក្រៅខ្វះខាតយ៉ាងណាក្តីបេះដូងរបស់អ្នកក្រទាំងពីរនាក់នេះតែងតែពោពេញទៅដោយសេចក្តីស្រឡាញ់និងក្តីសង្ឃឹមជានិច្ចពួកគេបានបង្ហាញឲ្យឃើញថាទ្រព្យសម្បត្តិពិតប្រាកដនៅក្នុងជីវិតមិនមែនស្ថិតនៅលើចំនួនប្រាក់កាសឬវត្ថុខាងក្រៅខ្លួននោះទេប៉ុន្តែវាស្ថិតនៅលើសេចក្តីស្រឡាញ់និងភាពកក់ក្ដៅនៃបេះដូង